ជម្រាបសួរលោកលោកស្រីនាងកញ្ញាជាទីមេត្រីស្វាគមន៍ជាបន្តទៀតមកកាន់កម្មវិធីព័ត៌មានសុខភាពរបស់ VTV នៅថ្ងៃនេះនឹងបន្តផ្ដល់ជូនលោកនាងនៅប្រធានបទសំខាន់មួយទៀតហើយជឿជាក់ថាបញ្ហាជំងឺនេះក៏មានការកើតឡើងច្រើនដែរសម្រាប់បងប្អូនប្រជាពលរដ្ឋនៅក្នុងពេលបច្ចុប្បន្នជាពិសេសមនុស្សដែលមានវ័យចំណាស់តែម្ដងនៅថ្ងៃនេះទទួលបានការអញ្ជើញចូលរួមសាជាថ្មីម្ដងទៀតពីសំណាក់លោកសាស្ត្រាចារ្យជេងអ៊ីងដែលជាអ្នកជំនាញវះកាត់ខួរក្បាលនិងឆ្អឹងកងខ្នងដោយចោះនៃមន្ទីរពេទ្យកាឡាម៉ែតដែលលោកសាស្ត្រាចារ្យនឹងលើកយកអំពីប្រធានបទមួយតាក់ទងទៅនឹងជំងឺគៀបសរសៃឆ្អឹងកងចង្កេះសូមជួបជាមួយនឹងលោកសាស្ត្រាចារ្យដូចតទៅចា៎ជម្រាបសួរចា៎សុខទុក្ខញ៉ាំមិនដែរចា៎បាទអរគុណជាថ្មីម្ដងទៀតសម្រាប់ការអញ្ជើញចូលរួមនៅក្នុងថ្ងៃនេះហើយដូចនេះខ្ញុំបានជម្រាបជូនពីខាងដើមអញ្ចឹងអាចនឹងមានប្រជាប្រដ្ឋមួយចំនួនកំពុងតែមានបញ្ហានេះគឺជំងឺគៀបសរសៃឆ្អឹងកងចង្កេះជាដំបូងលោកសាស្ត្រាចារ្យមានអ្វីជាប្រសាសន៍ទៅកាន់ទស្សនិកជនចា៎បាទជំរាបសួរបងប្អូនទស្សនិកជនបាទថ្ងៃនេះប្រធានបទគៀបសរសៃឆ្អឹងកងចង្កេះព្រោះយើងឃើញថាការធ្វើការរាល់ថ្ងៃយើងតែងតែជួបបងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាឆ្អឹងកងចង្កេះច្រើនគាត់ឈឺពីចង្កេះចាក់មកជើងអញ្ចឹងទេរីចា៎បាទដោយសារការធ្វើសកម្មភាពរាល់ថ្ងៃពេលខ្លះធ្វើវាអត់ត្រឹមត្រូវទៅវាទៅជាមានបញ្ហាហ្នឹងទេរីចា៎បាទទោះជាកុំឲ្យខាត់ពេលវេលាយូរសូមឲ្យលោកសាស្ត្រាចារ្យជម្រាបជូនបន្តិចដោយសារតែអាចមានភាពយល់ច្រឡំមួយចំនួនព្រោះការឈឺចាប់ឆ្អឹងកងចង្កេះហ្នឹងវាស្តៀងគ្នាអញ្ចឹងវាមានលក្ខណៈប្លែកគ្នាយ៉ាងម៉េចខ្លះដែរដែលយើងអាចកំណត់បានថាអ្នកជំងឺកំពុងតែមានបញ្ហាគៀបសរសៃឆ្អឹងកងចង្កេះបាទទេរីបាទមុននឹងចូលទៅដល់សំណួរទេរីខ្ញុំសូមឲ្យបងប្អូនប្រជាពលរដ្ឋមើលលក្ខណៈជារួមសិនអានេះខ្ញុំសូមយកតែចង្កេះយកមកនិយាយទេរីព្រោះយើងមានឆ្អឹងកកខ្នងទៀតតែពិតទេរីឆ្អឹងកងខ្នងយើងវាមានតំណប់វាមានតំណប់ដូចកង់ដូចអារិស័យអញ្ចឹងវាមានមួយកង់វាមានតំណប់មានថ្នាំងបាទមានថ្នាំងវាតំណប់ខែឌីសដែលបងប្អូនយល់ថាយើងហៅឌីសអញ្ចឹងចង្កេះជាកន្លែងមួយដែលទទួលទម្ងន់ខ្លាំងហើយជាកន្លែងមួយដែលឆ្អឹងកងខ្នងយើងមានចលនាខ្លាំងដែរព្រោះវាបត់បែនបានអញ្ចឹងហើយបានបងប្អូនជីវរដ្ឋបញ្ហាភាគច្រើនគឺនៅចង្កេះហ្នឹងឯងទេរីព្រោះគ្រប់ទម្ងន់នៃការលើកទេរីការលើកក៏ដោយការអីក៏ដោយគឺទម្ងន់ធ្លាក់មកចង្កេះទាំងអស់អញ្ចឹងចង្កេះហ្នឹងទទួលរងទម្ងន់ខ្លាំងអញ្ចឹងក្នុងករណីឲ្យប្រការណាមួយនោះដូចចង្កេះយើងអញ្ចឹងទេរីអានេះឆ្អឹងខ្នងយើងវាទន់អញ្ចឹងទេរីចា៎អញ្ចឹងក្នុងករណីខ្លះដែលពេលយើងលើកធ្ងន់យើងសកត់ធ្ងន់ទៅវាលៀនវាសកត់ដូចយើងសកត់ឧទាហរណ៍ជួយស្ដាប់បងប្អូនជីវរដ្ឋដូចយើងគៀបជាជាអញ្ចឹងយើងគៀបទៅវាលៀនទេរីដូចក្នុងករណីនេះពេលដែលខ្ញុំសកត់ខ្លាំងវាលៀនមកអញ្ចឹងទេរីបាទលៀនបែបនេះអញ្ចឹងបាទកាលណាលៀនមកអញ្ចឹងនេះអូម៉ាថាវាលៀនហ្នឹងវានឹងសកត់សរសៃប្រសាទយើងហ្នឹងហើយអញ្ចឹងសរសៃប្រសាទហ្នឹងជាសរសៃហ្នឹងចេញពីឆ្អឹងកងខ្នងអញ្ចឹងសូមឲ្យបងប្អូនប្រជាពលរដ្ឋយល់ថាជើងយើងដែលយើងបញ្ជាបានគឺដោយសារសរសៃពីចង្កេះមកទាំងអស់ចាបាទអញ្ចឹងបងប្អូនប្រជាពលរដ្ឋมันមានអ្វីជាប្លែកទេនៅពេលដែលបងប្អូនប្រជាពលរដ្ឋដែលក្រុមគ្រូពេទ្យពិនិត្យទៅបងប្អូនប្រជាពលរដ្ឋថាឈឺជើងសោះប៉ុន្តែក្រុមគ្រូពេទ្យឲ្យទៅថតចង្កេះនឹងវិញគឺមូលហេតុវាអញ្ចឹងគឺការឈឺពីចង្កេះចាក់មកជើងគឺរឿងមាននៅចង្កេះព្រោះសរសៃវិញ្ញាណហ្នឹងវាចេញពីចង្កេះអញ្ចឹងបានក្រុមគ្រូពេទ្យយើងឲ្យថតនៅលើចង្កេះហ្នឹងហើយការឈឺចាប់សរសៃឆ្អឹងកងចង្កេះហ្នឹងគឺដោយសារជើងបងប្អូនប្រជាពលរដ្ឋនិយាយរួមជើងប្រជាជនយើងមនុស្សជាទូទៅមានសរសៃ4ទៅ5ដើម្បីប្រជាជើងយើងនឹងបានមានសរសៃខ្លះប្រជាជើងឲ្យបងប្អូនលើកប្រអប់ជើងពេលខ្លះឲ្យបងប្អូនអង្គុយជើងអីហ្នឹងគឺសរសៃមួយហ្នឹងគឺវាមានមុខនីតិផ្សេងគ្នាបាទអញ្ចឹងកាលណាគៀបសរសៃណាមួយហ្នឹងគឺវាឲ្យឈឺសរសៃហ្នឹងឯងអញ្ចឹងបានថាការគៀបសរសៃចង្កេះដោយសារលៀនឌីសហ្នឹងគៀបចង្កេះហ្នឹងគឺវាឈឺវារត់មកឆ្នោតបានទេរីបាទរត់មកឆ្នោតមកវាអត់មានឈឺជើងទាំងមូលទេគឺមកឆ្នោតហ្នឹងឯងបាទចារៀងស្មុគស្មាញបន្តិចប៉ុន្តែគ្រាន់តែនិយាយជារួមបកស្រាយថាតើពេលដែលឈឺឆ្អឹងគេថាពេលដែលឈឺឬក៏គៀបសរសៃឆ្អឹងកងចង្កេះហ្នឹងវាចាក់ទៅដល់ជើងបាទវាខុសពីទេរីខ្ញុំឯហ្នឹងដែរខ្ញុំសូមជំរាបទៅបងប្អូនប្រជាពលរដ្ឋដែរកុំឲ្យបងប្អូនប្រជាពលរដ្ឋយល់ច្រឡំហើយក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋចងចាំដែរថាបងប្អូនប្រជាពលរដ្ឋបើសិនជាបងប្អូនប្រជាពលរដ្ឋឈឺសរសៃកាលណាឈឺសរសៃវាឈឺចាក់ពីចង្កេះមកជើងប៉ុន្តែបើសិនជាបងប្អូនស្រញ់ឆ្អឹងខ្នងស្រញ់ឆ្អឹងកងវិញគឺបងប្អូនប្រជាពលរដ្ឋឈឺតែនៅនឹងខ្នងទេវាអត់មានរៀលទៅណាទេស្រញ់បាទវាស្រញ់ពេលអីប៉ះទង្គិចស្រញ់អញ្ចឹងទៅវាឈឺតែនៅខ្នងវាអត់ចាក់ទៅដល់ជើងនឹងទេបាទអញ្ចឹងវាខុសអាហ្នឹងវាបើគៀបឈឺទៅដល់ចុងជើង
bà bậc kiếp sấy vì chữ từ đó trường chạm cái từ trường mà ta bớt sinh chỉ soạn chỉ ăn non đấy cứ vì chữ từ nâng chẳng non này mấy môn hạt ấy khác đại thôi mình cả kiếp sấyแบบนี้ bà chỉ tu tới một hai chồng bón cứ mau pi ca lực từ nguồn là ngày thế đấy ca lực từ nguồn bằng ôm chịu rất mười tam đấy ôi thao chuột tạm là ngày cứ cái này dừng lực nguồn bia scut tới vì liền bà vì liền tam bích sách để vì liên đó bằng ôm chịu rất cứ chỉ sách thom mà đa bao nhiêu này bàn tay vì việc đôi chuyện việc này không bắt đầu đi nó vì miền bắt đầu vì năng cái này sẽ cọt với kháng vì liền mình đang chạy màu bà liền vì liền mà chẳng tới kiếp sẽ sai nó cứ trừ nó mua hai chấm bón đại dương chẳng khởi mua hai mua viên tiết từ lớn mình được trả cả năm được trả ớt liền là ngày từ đi cái này chắc với cái giếng sẽ ta sạch lại mọi chuyện thì tròn là chắc cái này về trả tới thì sạch lại nó vừa rịch thì về rịch thông tới cô bị sạc cót sấy nó có bị ao chữ chọc chắp đối dương kiếp tận nọp năng đôi kia môn đi lục sa sa cháp ban mừng hai tam mà cả kiếp đại chia đầm nàng ao ăn cầu chẳng kề bà chả đặc biệt đại vì kiếp tới vì liền sạch nương màu anh thấy bờ sân chỉ bật tới cứ nơi kiếp ta chọn là nương hột ăn ai nương ngược màu vành tề miền ấy chả không cả này khác bồ liền màu mốm dương ai sẽ đỏ cho ăn non tới mình ai bình bị sợ chẳng hạn bị ai đừng lấp từ bình bị ai chứ thì đi bị mình bắt mà rồi bị rồi bắt cọt chỉ lấp tì bị ai từ lơ cầm lăng đại lược thôn nơi không cầm đặt mùi đại vì thôn pe ít mình này chả thế đi về ai từ lơ cà liên nè bà cà liên khác ô mà tha về khác về liên khang màu ta hái ô mà tha về liên mà khang ta hái đôi không lúc này thế đi nhom xôm bà hai bằng ôm chỉ bảo nhưng cả này nè bằng ôm chỉ bảo cả ní có kiếp sẽ say ăn con trong cái tị 4 និងទី5អានេះហៅទី 4 ទី 5 កន្លែងណាដែលលៀននោះនេះគឺពណ៌ខ្មៅហ្នឹងឯងពណ៌ខ្មៅហ្នឹងបាទគឺក្នុងករណីដែលលៀនខ្លាំងអញ្ចឹងទោះបីបងប្អូនជាប្រាប់ប្រឹងតែទាញចង្កេះទាញអីហ្នឹងក៏វាអត់ចូលវិញដែរវាលៀនចេញមកហើយវាអាចស្រកទៅបាទវាអត់អាចលឹបទៅវិញបានទេក្នុងអញ្ចឹងបានថាចំពោះការព្យាបាលហ្នឹងគឺអាស្រ័យទៅលើក្រុមគ្រូពេទ្យជំនាញដែលពិនិត្យបងប្អូនហើយធ្វើការថតឆ្លុះបងប្អូនទៀតដើម្បីឈានទៅរកការព្យាបាលទេមិនថាឲ្យតែយើងឈឺចង្កេះយើងទៅរកការធ្វើលំហាត់ប្រាណឬក៏ធ្វើចលនាឲ្យវាបាត់ទៅវិញនោះមិនទេគឺត្រូវរកមូលហេតុឲ្យឃើញច្បាស់ហើយកម្រិតនៃការគៀបហ្នឹងវាមិនទេមុនហ្នឹងខ្ញុំបានជម្រាបជូនបាន2មូលហេតុហើយចាគឺកតាវ័យចាស់បាទចាស់ហ្នឹងលើកធ្ងន់វាលៀនអញ្ចឹងវាគៀបអាស្រ័យអញ្ចឹងការលៀនក៏ដោយការរីករបស់សន្លាក់ហ្នឹងក៏ដោយគឺសំខាន់ឲ្យគៀបហ្នឹងឲ្យតែគៀបគឺវាឈឺចាប៉ុន្តែមូលហេតុផ្សេងទៀតមូលហេតុទី3ជាងការបងប្អូនយល់មានដុំសាច់មកថាដុំសាច់នៅកន្លែងហ្នឹងណាដោះទៅវាគៀបនៅសរសៃហ្នឹងដែរនេះមានករណីដោះដុំសាច់ទៀតបាទដោះដុំសាច់ទៀតទីគៀបនៅសរសៃហ្នឹងគឺឈឺសរសៃហ្នឹងដូចគ្នាករណីនេះចាត់ការឡើងច្រើនទេដែលជាមូលហេតុដែលកើតឡើងដុំសាច់មិនជាច្រើននេះទេមិនច្រើនទេបាទអញ្ចឹងខ្ញុំមូលហេតុទី1ការលៀនឌីសមូលហេតុចម្បងទី1មូលហេតុទី2ការរីកអាសន្លាក់ហ្នឹងដែលភាគច្រើនកើតទៅលើមនុស្សវ័យចាស់បាទហើយមូលហេតុទី3ហ្នឹងគឺវាដោះដុំសាច់ហ្នឹងចាមាន3មូលហេតុមូលហេតុទី4ហ្នឹងអាលៀកចាវាអាលៀកដោយសារជួនកាលបងប្អូនជារដ្ឋខ្លះមានរបេងឆ្អឹងកងខ្នងឬក៏មានមេរោគអីវីតាស៊ីនៅកន្លែងហ្នឹងទេវាបង្កជាការរលាកបាទលាកទៅវាឈឺដែរឈឺដូចគ្នាហើយមូលហេតុចម្បងទី5ហ្នឹងគឺការរីកសាយភាយនៃជំងឺមហារីកវារីកមកវារៀលមកវីតាស៊ីសរសៃហ្នឹងក៏វាឈឺដូចគ្នាអញ្ចឹងមូលហេតុដែលខ្ញុំជម្រាបមិនមាន4 5ទៀតបាទមាន5ទៀតជួយធ្វើម៉េចដើម្បីដឹងច្បាស់ថាវាមកពីរឿងអីគឺមានតែការថតឆ្លុះហ្នឹងឯងទេការថតឆ្លុះវិទ្យាសាស្ត្រហ្នឹងឯងដែលថាបញ្ជាក់ថាបងប្អូនជារដ្ឋឈឺប្រភេទមួយណាដែលវាគៀបសរសៃហ្នឹងដែលឲ្យឈឺហ្នឹងទេមុនទៅជួបជាមួយនឹងអ្នកជំនាញហើយឈានទៅដល់ការធ្វើរោគវិនិច្ឆ័យអ្នកជំងឺផ្ទាល់គួរតែកត់សម្គាល់ទៅលើរោគសញ្ញាបែបណាជាទូទៅបងប្អូនជារដ្ឋតែងតែមានការឈឺចុកចាប់មុំបងប្អូនជារដ្ឋប្រកាសជាប្រើប្រាស់ថ្នាំបំបត្តិការឈឺចាប់ធ្វើអីអាហ្នឹងជាទូទៅខ្ញុំគិតថាចឹងតាមដំបូងគឺអត់តន់ទៅជួបពេទ្យទេបាទនឹងជាបាទអញ្ចឹងឈឺនៅពេលដែលបងប្អូនយុទ្ធឲ្យឈឺខ្លាំងឯងដែលគាត់អញ្ជើញមកគាត់ប្រើថ្នាំប្រើអីខ្លះបាទថាថាដូចប៉ារ៉ាអញ្ចឹងប្រើអត់បាត់ហើយគាត់ជិះមកជួបពេទ្យឬក៏គាត់ឈឺទប់ទល់អត់បានឬក៏ក្នុងករណីខ្លះក៏មានដែរត្រីដូចថាយើងអត់អីទាំងអស់ប៉ុន្តែយើងលើករបស់ធ្ងន់ហើយក៏ខ្ញុំអាចនិយាយពេលខ្លះយើងដូចយើងពុតខ្លួនណាយើងពុតទៅយើងกระดาษតាមមកឆែតគឺវាលៀនមកហ្មងគឺអាឌីហ្នឹងលៀនហើយគឺបងប្អូនយល់នឹងឈឺជើងខ្លាំងហើយពេលខ្លះស្ពឹកជើងនឹងយកហ្មងតែបើសិនជាឈឺតែមួយផ្លែតឲ្យបាត់ក៏អត់មានបញ្ហាដែរបាទបើឈឺមួយផ្លែតឲ្យបាត់
cô bong ôm gì rồi máu đây buổi chúng cá bong ôm gì rồi tháng cái tiệt sạch đồ mà chẳng phân tái xong oi bong ôm gì rồi công cho làm tha về cái là trường plei đại bát á trường plei bát trường nó cứ lên đang trừ mỏng biết spec vô mỏng chẳng ảnh nó spec copy ca ọt trừ bong ôm gì rồi bây giờ ọt trừ mỏng chưa dừng ba tới dừng đăng như ấy thòng lá nó ok nó được tuổi vô phân tái công oi bong ôm gì rồi cho làm tha trường để spec nó tha ọt trừ chọc chạp hay dừng ọt màu pet á ảnh nó ọt thảo về và spec này hai dương bị chiêu bị ọt bài này bà anh nó cứ thử từ chụp hết ở lươn là bị đỏ xe xong ai lúc sát ra lục ắt tại tông tận cả phơi lúc bên chạy bẩn tịnh đời xa tại muốn đi lúc sát ra ban cho bếp chuột ở pi mùi lại rồi hốt đo tập pram chẳng cả phơi lúc bên chạy tiết sao phơi lang đời đừng bẩn đấy làm bài cầm nọt ở ban chấm ba ở pi mùi lại này mùi này muối trên tàu cà chia bà cả thơ lúc bên chạy để chấm bòn thử bong ôm chỉ bảo thử chơi màu nó cứ group pet là ngày dương ở ai trên thổ phim từ thọt lo mong bán này phổ chụp group pet chùm nến không group pet chùm nến nó sẽ mẹ chết tha bong ôm chỉ bảo chưa nó cầm rật một bên đấy ok bong ôm chỉ bảo chỉ bà lại làm sân bong ôm chỉ bảo thì cho là nà sân hay tực hạt pra này sân bên tay không cả này là lúc bong ôm để mau chụp group pet chúng cá chụp ta đầm bố nghe mơ máu vào group pet song say được món nên thì cả thọt trôi thì đi thọt chó cả thọt chó tim mũi nhưng ai thấy CT scan đậm bay ta mời ta chẳng năng biệt mai bị miền lên từ nọ ăn hay giờ cả thọt tùm nợ mùi tiền nó cứ cả thọt âm ảo ai thế pi mục CT scan âm ảo ai và pi nắng sai từ lời ca chơi rớt bọc trong group pet này thế trong group pet khác mà bong ôm chiều ra từ thọt CT scan là nó bong ôm chiều ra từ thọt CT scan vậy nói chuyện người khác bọc trong group pet ta từ thọt âm ảo ai nó xong bong ôm chiều ra đáp tam ca này nó bỏ group pet chùm niênอุปกรณ์ต่างปีนี่เหรอมวยนะจะบ้าจีจำเป็นมีนประโยชน์เซ็งนี่นะบ่า CT scan ก็มีประโยชน์บ่า CT scan เอามาไอ้ก็มีประโยชน์พวกจุงcáแล้วบ่มวยไปยังทาง CT scan นั่งเท้าจิงเอามาไอ้เอาใส่ล้อมันจะไงทีนี้บ่ามีประโยชน์เรียงคลุนบ่าแต่ตามการสำหรับบ่วิจัยมันจำนี้บ่าวิจัยมันจำนี้ทางถือถอดเอามาไอ้ถือถอด CT scan ถอด CT scan ทีนี้บ่าเป็นไต้ก็มีโครงการในครับทอดตั้งปีได้ทอดตั้งปีได้ซาไอ้เตจ่ามันได้ซากรมกูเป็ดยังมือเมาส์จุงcáทำไรthời chẳng đặc biệt thơสำคัญthơ rồi bên chạy ở chụp bàiจุงcá thì đi nhưng ôi thọ suốt sao ởจุงcá ca liên nơi tận nộp đi nữa mình phải có tha chị đi nông tềจุงcá liên tận liên nó chỉ chẳng người bên trái nhưng thơ ông ở ái mới tới nhưng ọt ai bàn chạy bàn bình giống về khác bạn trong cụ pet có trên màu ca thót CT scan bình ông ở ái đầm bồn phía trái pra đầm bồn bà cho bác tới CT scan bà về khác nhưng cái ta thời ca thót CT scan mà thái nhưng thọt bà bên trái bộ sinh chia mơ sờ say mơ là đồng sát mơ ấy ông ở ái chưa chịu được mùi tại trong cụ pet chưa được chiên CT scan này bà miền lệ khăn môi chùm nôn này bà chẳng là sai từ lời trong group pet mình nhưng sau một chạy xa tiếp mình phải có ta CT scan thọt tầm lại thu chiên vì ông chiên âm ai tú mình thì bằng xong bằng bệnh virus cùng miền ca vô cho làm chắc chùm pua cà chia bàn với nhà mày đấy cà chia bá chùm rơi ti muối thám chùm rơi ti pí cà chia bàn để cho là ná chùm rơi ti bấy ban dương chiên thọ cá bẹt cạn ta bị biên lại khả năng không này nhà mày hay cà kịpในขนมกับรัตนะđã tập tuổi ở miền cà bay trái được trong cà chia bànแบบนี้cà chia bá sai từ lời ca sầm đại chất được bó trong group pet chùm liền mình men miền này tha cục nè chừng người chụp tầm 4 thời tập chia ba để tham ấy chừng cá chụp tầm 4 về món của miền này thì đi chụp tầm 4 về món để nhung chừng thì đi chứ về chụp tầm 4 miền này tha có chữ khang hay có tụt tọa đuôi chơi nó super high ok thọt slot khi có kịp kháng về thì đi bên đấy không cả này khác ở thì cả kịp khác thử ao bong ôm chia ba để tham sân và tọa một tiết bong ôm tập chia ba để cho na dừng thử chẳng gì thay dừng ăn được một ở hái người ta tụt tổ ở tuổi tiết bằng vùng giai đoạn này chưa chọc chạp khang tiết anh đang ca bẹt cắt chỉ một trong khỏi ca chia ba cột vị thi sang từng áo style từ tụ ban chụp chơi từng áo được coi cho mình đây mìnhประกอบthành chẳng như thế này chụp bây giờ caเปิดธนาคารchúng ta cô mìnhประกอบlà chụp chơi từng ở đây cả bẹt cắt rất là cô mìnhประกอบtháo chụp chơi từng ở đây phù cả bẹt cắt tiết sáu chúng ta vì ai miền Paul bị ba bị khác ai thun khổ đại thì đi bộ cà bẹ cắt bong ôm dịp đó to tái đo cùng rất muối đại thử bẹ cà bẹ cắt hơi
បានក្រុមគ្រូពេទ្យឲ្យបងប្អូនវះកាត់ហើយការវះកាត់នឹងទៀតសោតវាត្រូវអាចមានផលវិបាកអញ្ចឹងក្រុមគ្រូពេទ្យអាចនឹងបញ្យល់បងប្អូនដែរអាចហូរឈាមអាចរបួសក្រជាអាចវះទៅមានទឹកខួរឆ្អឹងខ្នងហូរអាហ្នឹងសិតតែអាចប៉ុន្តែភាគរយហ្នឹងវាតិចទេព្រោះជាការវះកាត់ឥឡូវសិតតែមានឧបករណ៍ជំនួយពេលដែលវះយើងត្រូវចូលត្រូវកន្លែងយើងមានឧបករណ៍ថតម៉ាស៊ីនថតហើយយើងបើសិនជាក្នុងករណីខ្លះយើងត្រូវប្រើកែវពង្រីកទៀតយើងមាន microscope ទៀតហើយការវះកាត់ឥឡូវទំនើបមួយទៀតយើងធ្វើការវះកាត់ដោយ endoscope ទៀតយើងចោះទូចទេទេនេះចាបាទអញ្ចឹងការវះកាត់ឥឡូវបច្ចេកទេសឥឡូវកាន់តែទំនើបក្នុងន័យមួយគឺដើម្បីធ្វើម៉េចឲ្យបងប្អូនជីវរដ្ឋជាសុវត្ថិភាពខ្ពស់បាទចាអញ្ចឹងសូមឲ្យលោកសាស្ត្រាចាជម្រាបជូនបន្តិចអំពីដំណើរការនៃការវះកាត់ព្យាបាលវះកាត់ធ្វើឡើងយ៉ាងដូចម្ដេចហើយមានផលល្អយ៉ាងម៉េចខ្លះបើប្រៀបធៀបជាមួយនឹងការប្រើប្រាស់នៅបច្ចេកទេសវះកាត់កាលពីមុនណាបើកមុខរបបណាចាំពិតដែលការបើកមុខដោយការចោះក៏ដោយវាសុទ្ធតែមានជាការសម្រេចចិត្តរបស់ក្រុមគ្រូពេទ្យទេជំងឺខ្លះក៏មិនប្រកាសថាបងប្អូនប្រជាពលរដ្ឋត្រូវតែចោះដែរអត់ទេហើយជំងឺខ្លះក៏មិនប្រកាសថាចោះហ្នឹងជោគជ័យតែទៅបើកអញ្ចឹងវាសិតទៅលើអាស្រ័យទៅលើក្រុមគ្រូពេទ្យអ្នកជំនាញអ្នកសម្រេចចិត្តទៅទៀតអញ្ចឹងសូមបងប្អូនប្រជាពលរដ្ឋស្ដាប់តាមការណែនាំរបស់ក្រុមគ្រូពេទ្យចា៎បាទដើម្បីពួកក្រុមគ្រូពេទ្យសម្រេចទៅធ្វើម៉េចក្នុងន័យមួយគឺរកវិធីសាស្ត្រណាដែលល្អបំផុតដើម្បីជូនបងប្អូនបាទចាការវះហ្នឹងយ៉ាងម៉េចដែរខាងវិជ្ជបណ្ឌិតជំនាញវះហ្នឹងធ្វើយ៉ាងម៉េចដើម្បីឲ្យគាត់បាត់បង់ការមានថាបាត់ការឈឺចាប់ឬក៏ជាសះស្បើយពីបញ្ហាគៀបសរសៃនេះបាទទីមួយត្រូវកំណត់ថាបងប្អូនប្រជាពលរដ្ឋមានបញ្ហាអីច្បាស់លាស់បើថាដុំសាច់ត្រូវក្រុមគ្រូពេទ្យត្រូវធ្វើម៉េចយកដុំសាច់ហ្នឹងចេញឲ្យបានចាហើយបើសិនជាបងប្អូនប្រជាពលរដ្ឋមានបញ្ហាសន្លាក់មែនអញ្ចឹងក្រុមគ្រូពេទ្យនឹងចូលទៅនឹងគ្វាសន្លាក់គ្វាអីអាហ្នឹងជាបច្ចេកទេសធ្វើម៉េចឲ្យសរសៃហ្នឹងវាទៅលាយហើយបើសិនជាបងប្អូនមានបញ្ហាលៀនអញ្ចឹងលៀនឌីអញ្ចឹងក្រុមគ្រូពេទ្យត្រូវធ្វើម៉េចទៅយកឌីដែលលៀនហ្នឹងចេញឲ្យបានអញ្ចឹងប៉ុន្តែក្នុងករណីមួយទៀតមកថាបងប្អូនប្រជាពលរដ្ឋបង្កើឆ្អឹងខ្នងអាចចូលក្នុងករណីទី6ទេបាទបង្កើឆ្អឹងខ្នងអញ្ចឹងក្រុមគ្រូពេទ្យត្រូវធ្វើម៉េចទៅចាប់ឆ្អឹងខ្នងឲ្យជាប់ដើម្បីកុំឲ្យវាបង្កើតកុំឲ្យវាទៅគៀបទៀតអញ្ចឹងដើម្បីដោះស្រាយឲ្យបងប្អូនប្រជាពលរដ្ឋឲ្យត្រូវហ្មងអញ្ចឹងក្រុមគ្រូពេទ្យត្រូវរកថាបងប្អូនមានបញ្ហាអីមួយឲ្យពិតប្រាកដមិនឲ្យអញ្ចឹងមិនឲ្យតែគៀបសរសៃមួយហ្នឹងរឿងដូចគ្នាទាំងអស់ទេអញ្ចឹងការគៀបសរសៃមួយដែលស្ដែងជាការឈឺចុកចាប់អញ្ចឹងមូលហេតុវា5 6នៅខាងក្រោយខ្នងទៀតអញ្ចឹងតើក្រៅក្រុមគ្រូពេទ្យកំណត់ថាបងប្អូនប្រជាពលរដ្ឋបញ្ហាមួយណាដើម្បីទៅដោះស្រាយឲ្យចំគោលដៅចាតម្រូវឲ្យអ្នកជំងឺសម្រាប់ពេទ្យប្រហែលថ្ងៃដែរបាទជាទូទៅការវះកាត់យើងអាចបើសិនជាបើកមុខក៏ដល់បើកមុខយើងអាចឲ្យក្រុមអាចឲ្យអ្នកជំងឺសម្រាប់ពី4ទៅ5យប់អីចឹងទៅបាទប៉ុន្តែបើចាស់របួសទូចគាត់អាចឆាប់ចេញទៅផ្ទះវិញបាទអញ្ចឹងករណីគៀបសរសៃឆ្អឹងកងចង្កេះនេះក៏មានករណីវះកាត់បើកមុខដូចគ្នាដែរមិនមែនថាឲ្យតែបច្ចេកទេសថ្មីប្រើតែបច្ចេកទេសថ្មីចាស់ទេវាមានករណីមួយចំនួនដែលត្រូវបើកមុខដូចគ្នាបាទត្រូវបើកដូចគ្នាទេចាអរគុណអញ្ចឹងមុនសម្រាប់ចិត្តនៅក្នុងការព្យាបាលតាមរយៈការវះកាត់ក្តីឬក៏យ៉ាងម៉េចក្តីអ្នកជំងឺគួរតែស្វែងយល់បែបណាដែរចាបាទទី1ក្រុមអ្នកជំងឺត្រូវជួបមួយគ្រូពេទ្យហើយទីក្រុមគ្រូពេទ្យនឹងបញ្យល់បងប្អូនប្រជាពលរដ្ឋលំអិតហើយបងប្អូនប្រជាពលរដ្ឋស្ដាប់តាមការណែនាំរបស់ក្រុមគ្រូពេទ្យទៅបាទចាបាទព្រោះក្រុមគ្រូពេទ្យធ្វើការគឺដើម្បីជួយដោះស្រាយបញ្ហាបងប្អូនហើយរើរកវិធីសាស្ត្រនៃការព្យាបាលមួយដែលត្រឹមត្រូវជួយបងប្អូនហើយចាអញ្ចឹងតាមរយៈការលើកឡើងរបស់លោកសាស្ត្រាចារ្យបានបង្ហាញថាមានមូលហេតុសំខាន់ជាច្រើននៅពេលដែលយើងឈានទៅដល់ការព្យាបាលយើងត្រូវតែដឹងពីមូលហេតុចម្បងសិនទើបយើងដោះស្រាយរាល់មូលហេតុនីមួយៗសម្រាប់បានលទ្ធផលល្អប្រសើរនៅក្នុងការព្យាបាលទៅលើប្រភេទជំងឺគៀបសរសៃឆ្អឹងកងចង្កេះនេះលោកសាស្ត្រាចារ្យមានអ្វីជាសារសុខភាពចុងក្រោយដើម្បីផ្ដាំផ្ញើជូនទៅដល់ទស្សនិកជនជាពិសេសចែករំលែកតាក់ទងទៅនឹងបញ្ហាជំងឺមួយនេះទេចា៎បាទអរគុណទេបាទសូមជម្រាបបងប្អូនជាប្រវត្តិថាពេលដែលបងប្អូនប្រជាពលរដ្ឋមានបញ្ហាឈឺចាក់ពីចង្កេះទៅជើងអាហ្នឹងជាសញ្ញាស្ដែងថាបងប្អូនប្រជាពលរដ្ឋមានបញ្ហាគៀបសរសៃចង្កេះហើយព្រោះឈឺពីចង្កេះមកជើងគឺជាការគៀបសរសៃចង្កេះអញ្ចឹងសូមបងប្អូនប្រជាពលរដ្ឋចាំថាមិនមែនតែមូលហេតុទៅការគៀបឌីសនឹងមួយទេដែលធ្វើឲ្យបងប្រជាពលរដ្ឋចេញជាសញ្ញាហ្នឹងដូចខ្ញុំបានជម្រាបពីមុនមកហ្នឹងខ្ញុំសូមនិយាយភាសាទៀតទី1គឺឌីសគៀបឌីសទី2ការរីកនៃសន្លាក់របស់យើងចាទី3ហ្នឹងការដោះសាច់ទី4ហ្នឹងការរលាកទី5ការរំកិលនៃឆ្អឹងកងខ្នងហ្នឹងឯង
ចា៎ បាទអញ្ចឹងសូមឲ្យបងប្អូនជារដ្ឋអាចទៅពិនិត្យជាមួយគ្រូពេទ្យជំនាញសិនដើម្បីក្រុមគ្រូពេទ្យរមូលហេតុថាបងប្អូនប្រជាពលរដ្ឋឈឺអីបែបប្រកបបើសិនជាបងប្អូនមានបញ្ហាដុំសាច់ហើយបងប្អូនប្រជាពលរដ្ឋជ្រើសរើសវិធីព្យាបាលដោយខ្លួនឯងធ្វើលំហាត់ប្រាណធ្វើចលនាក៏វាអត់បានដែរទេអញ្ចឹងព្យាបាលវាអត់ចំគោលដៅទេបើបងប្អូនលាកហើយបងប្អូនទៅព្យាយាមទៅធ្វើលំហាត់ប្រាណព្យាបាលចលនាអញ្ចឹងពេលខ្លះធ្វើឲ្យស្ថានភាពហ្នឹងកាន់តែធ្ងន់ធ្ងរទៅទេចា៎បាទព្រោះជាការឈឺចាប់មួយវាមានមូលហេតុ5 6នៅខាងក្រោយខ្នងទៀតអញ្ចឹងសូមកំណត់រោគសញ្ញាឲ្យបានមូលហេតុឲ្យបានត្រឹមត្រូវសិនដើម្បីឈានទៅរកការព្យាបាលបាទភាគច្រើនយើងក៏សម្គាល់ឃើញអ្នកជំងឺដែលគាត់មានការឈឺចាប់គាត់ដំបូងគាត់អត់សូវចាប់អារម្មណ៍ជួបជាមួយនឹងវិជ្ជបណ្ឌិតជំនាញទេគាត់ថាគ្រាន់តែឈឺចាប់គាត់ទិញថ្នាំបាត់ការឈឺចាប់អីជាដើមការទទួលទានថ្នាំទោះបីជាអស់ជាតិថ្នាំនៅតែឈឺគាត់នៅតែបន្តទទួលទាននិយាយរួមទៅគាត់ព្យាយាមកិច្ចឲ្យផុតមិនជួបជាមួយនឹងវិជ្ជបណ្ឌិតជំនាញសូមលោកសាស្ត្រាចារ្យជម្រាបជូនបន្តិចអំពីចំណុចនេះថាតើវាអាចនឹងបង្កផលប៉ះពាល់យ៉ាងម៉េចខ្លះដែរនៅពេលដែលយើងនៅតែព្យាយាមបញ្ជាឬក៏អត់ចង់ជួបជាមួយនឹងវិជ្ជបណ្ឌិតជំនាញដើម្បីប្រឹក្សាឲ្យឈានទៅដល់ការព្យាបាលអីជាដើមព្រោះថាអាចមានការលើកឡើងមួយចំនួនដែលគាត់ធ្លាប់ឮគាត់អត់ទាន់បានជួបអត់ទាន់បានគេហៅថាបានស្វែងយល់បន្ថែមបានដូចជាជឿនៅពាក្យសម្ដីទាំងអស់នោះបង្អាក់នៅពេលដែលគាត់មានការឈឺចាប់ជួបជាមួយនឹងវិជ្ជបណ្ឌិតជំនាញបាទទេបាទក្នុងករណីនឹងដែរបើសិនជាបងប្អូនប្រើថ្នាំតាមពិតការព្យាបាលដោយថ្នាំដែលបងប្អូនប្រើហ្នឹងគឺការព្យាបាលបំបត្តិនៅរោគសញ្ញាចា៎ប៉ុន្តែបងប្អូនអត់បានព្យាបាលនៅមូលហេតុរបស់វាអញ្ចឹងបើសិនជាបងប្អូនឈឺយើងបំបត្តិញ៉ាំថ្នាំទៅបំបត្តិការឈឺចាប់បំបត្តិការឈឺចាប់យើងអត់ដោះស្រាយមូលហេតុវាផងអញ្ចឹងសួរថាតើបងប្អូនមិនត្រូវជាបានតើយើងព្យាបាលមូលហេតុវាសិនវាមកពីអីបានវាឲ្យឈឺបើយើងនៅតែថ្នាំប្រហែលតែថ្នាំបំបត្តិការជោគចាប់បំបត្តិការជោគចាប់អញ្ចឹងបងប្អូនប្រជាពលរដ្ឋនឹងប្រើច្រើនទៅអញ្ចឹងធ្វើឲ្យរាងកាយបងប្អូននឹងទទួលថ្នាំច្រើនណាធម្មតាចាអាវុធថ្នាំជាអាវុធមុខពីរឲ្យបងប្អូនតែងតែដឹងហើយអញ្ចឹងបងប្អូនព្យាយាមប្រើដោយអត់មានវិជ្ជាបញ្ជីអត់មានបានការប្រឹក្សាត្រឹមត្រូវជាមួយក្រុមគ្រូពេទ្យអញ្ចឹងវានឹងប៉ះពាល់ដល់សុខភាពបងប្អូនហើយអញ្ចឹងសូមបងប្អូនកុំព្យាយាមធ្វើការព្យាបាលដោយខ្លួនឯងចាមួយចំណុចទៀតឲ្យចំតែម្ដងដោយសារតែមានប្រជាប្រដ្ឋមួយចំនួនគាត់ខ្លាចរអានឹងការវះកាត់គាត់តែងតែបង្ហាញពីការមិនជឿទុកចិត្តទៅលើវិជ្ជបណ្ឌិតជំនាញគាត់ថាគាត់ឈឺអីតិចតួចសោះទាវះថាតើនៅក្នុងនាមជាអ្នកជំនាញមួយរូបលោកសាស្ត្រាចារ្យមានអ្វីជាការចែករំលែកដែរតកតងទៅនឹងការលើកឡើងមួយឃ្លានេះជួបចេះតែវះឬក៏យ៉ាងម៉េចដែរបាទវាធៀបពិតហើយក្រុមគ្រូពេទ្យជំនាញដូចខ្ញុំជាដើមខ្ញុំជាគ្រូពេទ្យវះកាត់ហើយមិនមែនថាបងប្អូនជាបរិវត្តមកជួបហ្នឹងគឺត្រូវតែវះហើយព្រោះគ្រប់អ្វីទាំងអស់យើងតែងតែផ្ដល់នៅដំបូន្មានផ្ដល់នៅវិធីសាស្ត្រនៃការព្យាបាលហើយជាផ្ដល់ការសម្រេចចិត្តដូចគ្នាចា៎ការសម្រេចចិត្តគឺបងប្អូនជាបរិវត្តអ្នកសម្រេចចិត្តហ្នឹងទេมันអាចបង្ខំថាគាត់អត់ចង់ចូលក្នុងបន្ទប់វះផងទាញគាត់ចូលទេមែនបាទបើបងប្អូនជាបរិវត្តមិនដាក់ចិត្តដាក់កាយឲ្យក្រុមគ្រូពេទ្យវះក៏ក្រុមគ្រូពេទ្យមិនអាចយកបងប្អូនទៅវះបានដែរប៉ុន្តែគាត់ថាក្រុមគ្រូពេទ្យមានការយល់ដឹងនិងមានការប្រមាលមើលពីការវិវត្តរបស់ជំងឺបងប្អូនបានគាត់ថាខ្ញុំឧទាហរណ៍ទូស្ដាប់បើសិនជាបងប្អូនប្រជាពលរដ្ឋដែលគៀបសរសៃចង្កេះហើយបងប្អូនប្រជាពលរដ្ឋចាប់ផ្ដើមស្ពឹកជើងហើយបងប្អូនប្រជាពលរដ្ឋពិបាកក្នុងការបញ្ជាជើងហើយអញ្ចឹងក្រុមគ្រូពេទ្យនឹងប្រមាលប្រាប់បងប្អូនថាបើសិនជាបងប្អូនអត់ធ្វើការវះកាត់ភ្លាមឲ្យសង្គ្រោះសរសៃហ្នឹងឧមាថាបងប្អូនបែរជាមួយអាទិត្យឬក៏10ថ្ងៃក្រោយបានបងប្អូនសម្រេចចិត្តនៃការវះកាត់អញ្ចឹងលទ្ធផលនឹងមិនអាចល្អដូចអាយើងសម្រេចចិត្តវះភ្លាមទេអញ្ចឹងជាការបញ្យល់មួយឲ្យបងប្អូនអ្នកសម្រេចចិត្តដូចគ្នាអញ្ចឹងបងប្អូនអ្នកសម្រេចចិត្តអញ្ចឹងមានន័យថាគ្រូពេទ្យដឹងពីការវិវត្តទៅមុខអញ្ចឹងការសម្រេចចិត្តជាការសម្រេចចិត្តរបស់បងប្អូនចាពិចារណាទាំងអស់គ្នាបាទពិចារណាទៅបាទបើសិនជាចង់បន្តការឈឺចាប់ចេះតែពជាពេលទាំងចឹងទៀតទៅបាទចាបាទចាអរគុណលោកសាស្ត្រាចារ្យនៅថ្ងៃនេះបានចែករំលែកច្រើនក្រៅទៅពីបញ្ហាជំងឺគៀបសរសៃឆ្អឹងកងចង្កេះក៏បង្ហាញជូនអ្វីដែលជាក្រុមសិលធម៌វិជ្ជាជីវៈនៅក្នុងនាមជាគ្រូពេទ្យជំនាញបើទោះបីជាទូនាទីរបស់គ្រូពេទ្យជំនាញជួយសង្គ្រោះជីវិតរបស់អ្នកជំងឺប៉ុន្តែបើសិនជាអ្នកជំងឺមិនព្រមមកជួបពេទ្យក៏មិនអាចជួយបានដូចគ្នាអញ្ចឹងសូមចាប់អារម្មណ៍ទៅលើអាការៈរោគឬក៏បញ្ហាសុខភាពទូទៅតែម្ដងដែលមិនផ្ដោតទៅលើបញ្ហាឆ្អឹងកងចង្កេះទេជារឿងសំខាន់មែនពាក្យថាដែលពាក្យចចាមអារាមឬក៏ការផ្ដាំតគ្នាណាស្ដាប់100ដងមិនស្មើជួបម្ដង
បើសិនជាយើងសម្រាប់ជួបជាមួយនឹងវេជ្ជបណ្ឌិតជំនាញយើងថ្លឹងថ្លែងទាំងអស់គ្នាអត់មានអ្នកណាបង្ខំទេអញ្ចឹងត្រង់ចំណុចនេះយើងចង់សម្ដៅថាយើងគួរតែហ៊ានប្រឈមមុខនឹងការពិតយើងហ៊ានជួបជាមួយនឹងវេជ្ជបណ្ឌិតជំនាញដើម្បីធ្វើការពិភាក្សាហើយឈានទៅដល់ការដោះស្រាយទៅលើបញ្ហាដែលវាកំពុងតែស្ថិតនៅក្នុងស្ថានភាពមួយស្រាលកុំឲ្យវិវត្តទៅជាធ្ងន់ធ្ងរវាប៉ះពាល់ទៅដល់អាយុជីវិតឬក៏គុណភាពជីវិតនៃការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋប្រចាំថ្ងៃផងដែរចាទស្សនិកជនជាទីគោរពនៅជាទីមេត្រីនៅថ្ងៃនេះខ្ញុំបានជួបជជែកពិភាក្សាគ្នាច្រើនចាជាមួយនឹងលោកសាស្ត្រាចារ្យជីងអ៊ីងដែលជាអ្នកជំនាញវះកាត់ខួរក្បាលនិងឆ្អឹងកងខ្នងដោយចោះនៃមន្ទីរពេទ្យកាឡាម៉ែតនៅថ្ងៃនេះយើងបានជជែកឬក៏បានបង្ហាញជាទូទៅតែម្ដងអំពីបញ្ហាជំងឺគៀបសរសៃឆ្អឹងកងចង្កេះសូមយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាពឆ្អឹងកងចង្កេះនេះឲ្យបានមែនទែនកុំឲ្យវាវិវត្តទៅស្ថានភាពមួយធ្ងន់ធ្ងរហើយវេជ្ជបណ្ឌិតជំនាញពិបាកនៅក្នុងការដោះស្រាយហើយវាជាពិសេសនោះគឺប៉ះពាល់ទៅដល់គុណភាពជីវិតរបស់លោកអ្នកសូមអរគុណសម្រាប់ការតាមដានទស្សនារបស់លោកអ្នកខណៈនេះនាងខ្ញុំរួមនឹងលោកសាស្ត្រាចារ្យសូមអរគុណនិងសូមគោរពលា